រឿងស្នេហាបរមីនិងបរោះកំសត់ម្នាក់ជីវិតមនុស្សម្នាក់តែងតែមានអនុស្សាវរីយ៍ល្អៗដែលខ្លួនមិនអាចបំភ្លេចបានសម្រាប់ខ្ញុំអនុស្សាវរីយ៍នោះបានកើតឡើងនៅពេលដែលខ្ញុំរៀនថ្នាក់ទី12នៅក្នុងឆ្នាំនោះខ្ញុំបានស្គាល់នារីម្នាក់ឈ្មោះថាបរមីនាងគឺជាស្រីស្អាតប្រចាំថ្នាក់នាងមានស្នាមញញឹមទន់ភ្លន់និងសម្លេងនិយាយផ្អែមល្ហែមដំបូងយើងគ្រាន់តែជាមិត្តរួមថ្នាក់ធម្មតាតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលមានបញ្ហានៅក្នុងមេរៀនខ្ញុំតែងតែជួយបញ្យលនិងជួយធ្វើកិច្ចការងារដល់នាងទាំងឡាយនៅពេលបរមីមិនយល់ត្រង់ណានោះខ្ញុំតែងតែអង្គុយក្បែរនាងបញ្យលនាងយ៉ាងអត់ធ្មត់ការបញ្យលមេរៀននេះបានធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅពេលនាងមកសាលារៀនខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ប៉ុន្តែនៅពេលដែលបរមីអវត្តមានវិញខ្ញុំមានអារម្មណ៍ថាឯកោហាក់បីដូចជាអ្វីមួយខ្វះខាតនៅក្នុងបេះដូងនៅថ្ងៃមួយបរមីបានជួបគ្រោះថ្នាក់ចរាចរណ៍ខ្ញុំបានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យដើម្បីទៅមើលនាងនិងយករបស់របរមួយចំនួនទៅឲ្យនាងនៅពេលនោះឪពុកម្ដាយរបស់បរមីបានដឹងថាខ្ញុំនិងបរមីមានទំនាក់ទំនងស្នេហាយ៉ាងជិតស្និទ្ធជិតអស់មួយឆ្នាំមកហើយប៉ុន្តែពួកគាត់បានប្រាប់ថាបរមីត្រូវបានភ្ជាប់ពាក្យតាំងពីនៅក្នុងផ្ទៃម្ដាយមកម្លេះនៅពេលនាងធំឡើងនាងត្រូវបានរៀបការជាមួយនឹងបរិសម្នាក់ដែលជាគូដណ្ដឹងរបស់នាងតាំងពីក្មេងពាក្យនោះហាក់ដូចជាយកកំបិតមួយកាត់បេះដូងរបស់ខ្ញុំអញ្ចឹងខ្ញុំទប់ទឹកភ្នែកហើយប្រាប់ឪពុកម្ដាយរបស់នាងថាខ្ញុំគ្រាន់តែរាប់អាននាងជាមិត្តតែប៉ុណ្ណោះមិនមានគំនិតលើសអ្វីឡើយប៉ុន្តែខ្ញុំដឹងថាចិត្តរបស់ខ្ញុំមិនដូចជាការគិតដូចជាពាក្យដែលនិយាយឡើងនោះទេពេលបរមីដឹងខ្លួននាងស៊ូរកខ្ញុំនាងបានប្រាប់ឪពុកម្ដាយរបស់នាងថាខ្ញុំជាមនុស្សដែលតែងតែជួយនាងគ្រប់ពេលវេលាឪពុកម្ដាយរបស់នាងបានសរសើរខ្ញុំថាជាមនុស្សល្អប៉ុន្តែបេះដូងរបស់ពួកគាត់នៅតែមិនអនុញ្ញាតឲ្យយើងបាននៅក្បែរគ្នាឡើយបន្ទាប់មកក្រោយពីបរមីបានជិះសះស្បើយហើយនោះមិនយូរប៉ុន្មានគ្រូសាស្ត្ររបស់នាងបានរៀបចំឲ្យបរិសម្នាក់ចូលដណ្ដឹងនាងបរមីមកជួបខ្ញុំទាំងទឹកភ្នែកហូររហាមហើយនាងបាននិយាយថាចាប់តាំងពីថ្ងៃនេះទៅយើងអាចត្រឹមតែជាមិត្តតែប៉ុណ្ណោះខ្ញុំមិនអាចធ្វើតាមបេះដូងរបស់ខ្លួនឯងបានទេខ្ញុំត្រូវស្ដាប់ពាក្យឪពុកម្ដាយរបស់ខ្ញុំបានឆ្លើយថាបើនោះជាផ្លូវដែលនាងត្រូវដើរខ្ញុំនឹងគោរពតាមការសម្រេចចិត្តរបស់នាងមួយខែក្រោយមកសំឡេងភ្លេងការរបស់នាងបានលាន់ឮពេញត្រចៀករបស់ខ្ញុំព្យាយាមបំភ្លេចប៉ុន្តែអនុស្សាវរីយ៍ដែលល្អៗនៅឯសាលារៀននៅក្រោមដើមឈើនិងនៅក្នុងថ្នាក់រៀននៅតែបន្តរំលឹកនៅក្នុងចិត្តរបស់ខ្ញុំជានិច្ចក្រោយរៀបអាពាហ៍ពិពាហ៍បរមីបានប្រាប់ខ្ញុំថានាងមិនមានសភាពមង្គលឡើយប្តីរបស់នាងជាក្មេងពីលមិនសិក្សានិងប្រើអំពើហិង្សាមកលើកនាងរាល់ពេលមានចំនួននាងតែងតែរត់មករកខ្ញុំដើម្បីសុំកម្លាំងចិត្តខ្ញុំតែងតែលួងលោមនាងប្រាប់ឲ្យនាងរកវិធីដោះស្រាយដោយសន្តិវិធីខ្ញុំដឹងថាការនាំភរិយាគេមកដើរលេងមិនសមរម្យឡើយប៉ុន្តែខ្ញុំក៏មិនអាចបោះបង់មិត្តភាពដែលធ្លាប់បានស្គាល់គ្នាកន្លងមកដែរយើងធ្លាប់បានទៅដើរលេងតាមដងភ្នំរមណីយដ្ឋានផ្សេងពេលល្ងាចមួយនោះបរមីមិនចង់ត្រឡប់មកផ្ទះវិញឡើយខ្ញុំបានឲ្យនាងទៅស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំប៉ុន្តែខ្ញុំរក្សាកិត្តិយសរបស់នាងនិងឲ្យកិត្តិយសរបស់ខ្លួនឯងដោយមិនធ្វើអ្វីលើសលប់ឡើយយប់នោះបរមីបាននិយាយទាំងទឹកភ្នែកថានាងស្ដាយការសម្រេចចិត្តក្នុងអតីតកាលខ្ញុំបានត្រឹមតែអង្គុយស្ដាប់និងរក្សាភាពស្ងៀមស្ងាត់ជាអំណោយចុងក្រោយដល់សេចក្តីស្នេហាប្រហែលខែក្រោយមកបរមីបានលែងលះនឹងប្តីរបស់នាងក្នុងការដែលរស់នៅឯកោគណៈនោះប្តីរបស់នាងមានស្រីផ្សេង
ទំនាក់ទំនងរបស់យើងបានចាប់ផ្ដើមចិត្តស្និទ្ធឡើងវិញប៉ុន្តែខ្ញុំមានការព្រួយបារម្ភព្រោះសង្គមនិងគ្រួសារមិនអាចយល់ព្រមមាននារីជាច្រើនបានមកចូលរួមនៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែគ្មាននរណាម្នាក់អាចជំនួសបរមីបានឡើយខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងសងនាងចាប់ផ្ដើមជីវិតសាជាថ្មីជាមួយនឹងបរមីមុនថ្ងៃដែលខ្ញុំបានសម្រេចចិត្តសុំស្នេហាជាមួយនឹងបរមីជាផ្លូវការហើយនោះបរមីបានជួបគ្រោះថ្នាក់ចរាចរណ៍ជាលើកទី2លើកនេះបរមីមិនអាចវិលត្រឡប់មកវិញបានឡើយនាងបានចាក់ចេញអំពីលោកនេះបន្សល់ទុកអនុស្សាវរីយ៍និងស្នាមញញឹមនៅក្នុងបេះដូងរបស់ខ្ញុំរាល់ពេលនឹកឃើញដល់បរមីទឹកភ្នែករបស់ខ្ញុំស្រក់ដោយមិនដឹងខ្លួនខ្ញុំបានរៀនយល់អំពីស្នេហាដំបូងដែលមិនអាចបំភ្លេចនាងបានជាលើកចុងក្រោយប៉ុន្តែវាជាស្នេហាដែល